Cầm lăng châm ni nợ cậu bà promoton, srau chrim khot luôn mấy tâm lương đọc nè, bẹ bọn cara này vì plan dọc mô tổ. Chùm rịp xua bọc mai bông ổn được ọc nè, xôm spa cúm một căn bồ mên chiết, khá ní khiêm xôm được dọc bồ mên mùi đài đọ srong pi snow can nợ cậu bà rịch ní nụ pính. Bẹ bọn tên nâng cara này mấy tâm lương đài bàn vì plan dọc mô tổ rồi bạc bông ổn bức hiệp bọt yếu. Đôi đài bọc mai bông ổn được ọc nè bàn đang rụi một hai thà nợ nôngប្រទេសរបស់យើងកាត់មេឃមួយចំនួនគឺតែងតែកាត់ឡើងជារឿយៗ Bây bà miền cá rất mân tâm vì kháng cầm lăng xem mặt cách bỏ hiệp cái đó vấn tế dương thanh tại khơi miền cát này mấy tầm nương cát lại hiệp bần tốt chẳng thấy bà sân chỉ một bài bóng ôn được ọc nè với đầm nào dục lúc rồi miền cá trong phần giờ đại bàn cấp bà sân chỉ ác dương cùng với đầm nàoនៅពេលយប់អីតែណាមកតាអីយើងនៅផ្ទះទៅជុំគ្រួសារយើងបានទាំងសេចក្តីសុខបានទាំងសុវត្ថិភាព ចឹងកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅកាន់ព័ត៌មានយើងតែម្ដងស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញនគរបាលព្រំប្រទានស្រាវជ្រាវខុតខ្លួនក្មេងចំនួន10នាក់ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូនៅចំណុចស្ថានីយ៍ចាក់ហ្គាស LPG 24 ខណ្ឌពោធិ៍សែនជ័យដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនិងតាមបទបញ្ជាផ្ទាល់ពីឯកឧត្តមសេនីយ៍ឯកជួននរិន អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី8ខែមករាឆ្នាំ2026កម្លាំងជំនាញព្រំប្រទាននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រំប្រទានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីប៊ុនសត្យាស្នងការរងទទួលផែនការងារនគរបាលព្រំប្រទាននិងលោកវរៈសេនីយ៍ឯកមនវុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ អានធ្វើការស្រាវជ្រាវបង្ក្រាបករណីប្លន់យកម៉ូតូនៅចំណុចស្ថានីយ៍ចាក់ហ្គាស LPG 24 ម៉ោងផ្លូវបេតុងភូមិតាងួន2សង្កាត់កាកាបទី1ខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី4ខែមករាឆ្នាំ2026វេលាម៉ោង2រំលងអត្រាប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើប10នាក់និងវត្ថុតាងមួយចំនួនរួមមាន 1. ឈ្មោះសងពិសិដ្ឋភេទប្រុសអាយុ19ឆ្នាំ មុខរបរមិនទឹកប្រកបមានទីលំនៅបន្ទប់ជួលភូមិព្រៃព្រីងខាងជើងសង្កាត់ចំចៅទី3ខណ្ឌពោធិ៍សែនជ័យ 2. ឈ្មោះអ៊ំឆាណាភេទប្រុសអាយុ18ឆ្នាំមុខរបរនៅផ្ទះមានទីលំនៅភូមិក្បាលដំរី2សង្កាត់កាកាបទី2ខណ្ឌពោធិ៍សែនជ័យ 3. ឈ្មោះអូនភីរ៉ាភេទប្រុសអាយុ18ឆ្នាំមុខរបរដឹកម្ហូបមានទីលំនៅបន្ទប់ជួលលេខ4ភូមិព្រៃទា1សង្កាត់ចំចៅទី3 ខណ្ឌពោធិ៍សែនជ័យ 4. ឈ្មោះប៊ុនសុកលេងភេទប្រុសអាយុ18ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅបន្ទប់ជួលភូមិត្រពាំងខ្លាំង3សង្កាត់ចំចៅទី1ខណ្ឌពោធិ៍សែនជ័យ 5. ឈ្មោះជុំសូរីយ៉ាភេទប្រុសអាយុ18ឆ្នាំមុខរបរកម្មកររោងចក្រមានទីលំនៅភូមិត្រពាំងខ្លាំង2សង្កាត់ចំចៅទី1ខណ្ឌពោធិ៍សែនជ័យ 6. វេទវណ្ណៈភេទប្រុសអាយុ18ឆ្នាំ មុខរបរជាងទូរស័ព្ទមានទីលំនៅបន្ទប់ជួលភូមិព្រៃព្រីងខាងជើង2សង្កាត់ចំចៅទី3ខណ្ឌពោធិ៍សែនជ័យ 7. ឈ្មោះផលឧត្តមស័ក្តិភេទប្រុសអាយុ18ឆ្នាំមុខរបរដឹកអេវ៉ាន់តាមអនឡាញមានទីលំនៅបន្ទប់ជួលភូមិព្រៃទា1សង្កាត់ចំចៅទី3ខណ្ឌពោធិ៍សែនជ័យ 8. ឈ្មោះរិនកែវភេទប្រុសអាយុ18ឆ្នាំមុខរបរនៅផ្ទះមានទីលំនៅបន្ទប់ជួលភូមិព្រៃទាសង្កាត់ចំចៅទី3ខណ្ឌពោធិ៍សែនជ័យ 9. ឈ្មោះខឹមរាយូភេទប្រុសអាយុ18ឆ្នាំមុខរបរដឹកអីវ៉ាន់តាមអនឡាញមានទីលំនៅបន្ទប់ជួលភូមិតាពាំងលវា1សង្កាត់កាកាបទី1ខណ្ឌពោធិ៍សែនជ័យ 10. ឈ្មោះមេតមាសភេទប្រុសអាយុ18ឆ្នាំមុខរបរកម្មកររោងចក្រមានទីលំនៅបន្ទប់ជួលភូមិព្រៃទាសង្កាត់ចំចៅទី3ខណ្ឌពោធិ៍សែនជ័យ បាទពុកម៉ែបងប្អូនទាំងអស់គ្នាបញ្ជីឈ្មោះជនល្មើសដែលបានបកស្រាយខាងលើនេះគឺឃើញថាក្មេងៗមែនតើបាទ18 19ឆ្នាំឯថាស្ថិតនៅក្នុងវ័យសិក្សានៅឡើយតែបែរជាមកធ្វើរឿងដែលសង្គមស្អប់ខ្ពើមបែបនេះគួរសោកស្ដាយធនធានមនុស្សរបស់យើងពួកគាត់ធ្វើអញ្ចឹងមិនត្រឹមតែប៉ះពាល់តែខ្លួនគាត់ទេប៉ះពាល់ដល់អ្នកដទៃប៉ះពាល់ដល់សង្គមជាតិហើយធ្វើឲ្យគ្រួសារអាប់អន់កិត្តិយសទៀតបាទហើយបច្ចុប្បន្នក្រុមក្មេងទំនើងនិងវត្ថុតាងខាងលើកំពុងខាត់ខ្លួនជាបណ្ដោះអាសន្ន
អំបីក៏សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ចឹងព័ត៌មានយើងថ្ងៃនេះក៏បានឈានមកដល់ទីបញ្ចប់ហើយតែបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូនេះសូមកុំភ្លេចជួយ Subscribe និងចុច Like មួយផងបើពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនានៅលើ Facebook សូមជួយចុច Follow Page និងចុច Like មួយផងបាទអាចជួយចុច Share មួយផងដើម្បីឲ្យបងប្អូនយើងដែលអត់ទាន់បានទស្សនានិងស្ដាប់គាត់បានស្ដាប់និងមានការប្រុងប្រយ័ត្នទាំងអស់គ្នាសូមអរគុណសូមជម្រាបលា